ចាក់ក្រុមហ៊ុនប្រាថ្នា Management សហការជាមួយនឹងក្រុមអ្នកជំនួញជោគជ័យដើម្បីផ្ដល់ជាបទពិសោធន៍ផ្នែកពាណិជ្ជកម្មក្រុមហ៊ុនប្រាថ្នា Management រួមជាមួយ Park Cafe បានរៀបចំសិក្ខាសាលា Management Tuesday លើកទី24ដែលមានការចូលរួមសហការជាមួយនឹងក្រុមអ្នកជំនួញដែលទទួលបានជោគជ័យឲ្យចូលរួមផ្ដល់ជាបទពិសោធន៍ផ្នែកពាណិជ្ជកម្មនិងចំណេះដឹងមួយចំនួនសម្រាប់ការគ្រប់គ្រងកម្មវិធីនេះក៏មានការចូលរួមចែករំលែកបទពិសោធន៍ពីសំណាក់លោកស្រីកៅមុំប្រធានក្រុមហ៊ុន Lily Food Industry និងលោក Ruwan Holugoli ប្រធានក្រុមហ៊ុន Ruwan Holugoli and Company រួមទាំងលោកគុយវ៉ាត់ប្រធានក្រុមហ៊ុន Vitrash Group ផងដែរបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធីនេះបានឲ្យដឹងថាសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍផ្នែកពាណិជ្ជកម្មនៅកម្ពុជាក្នុងរយៈពេល19ឆ្នាំខាងមុខនេះហើយការបង្ហាញនៅចំណេះដឹងថ្មីៗរបស់អ្នកជំនាញដែលមានបទពិសោធន៍ទាំងអស់នឹងនាំមកនូវការអភិវឌ្ឍចំពោះអ្នកដែលចង់ធ្វើមុខជំនួញដែលមិនទាន់មានបទពិសោធន៍ក៏ដូចជាអ្នកដែលទើបនឹងមានគម្រោងជាមួយនឹងការធ្វើមុខជំនួញនេះផងដែររួមជាមួយគ្នានេះចំពោះសកម្មភាពទាំងអស់នេះក៏អាចនឹងចូលរួមចំណែកមួយផ្នែកជាមួយនឹងរដ្ឋាភិបាលក្នុងការអភិវឌ្ឍផ្នែកឧស្សាហកម្មការបង្កើតការងារបន្ថែមនិងការចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋកម្ពុជាមួយចំនួនផងដែរWhat do you think is more important? ទីមួយដើម្បីសម្រាប់សម្រាំងញែកបោះណាដែលមិនចាំបាច់យកចេញពីកន្លែងដែលយើងចាំបាច់ចា៎ក៏ដូចជាសោចឹងយើងដាក់តង់រៀនចឹងយើងត្រូវការលេខមួយណាយើងដើរពីចម្ងាយទៅហើយយើងត្រូវការលេខ10យើងទៅដល់យើងចាប់កម្មរបស់យើងទីកន្លែងរបស់យើងឲ្យបានស្អាតជានិច្ចទោះបីកន្លែងណាក៏ដោយមិនមែនចាំបាច់តែក្នុងផលិតកម្មទីកន្លែង office ការិយាល័យផ្ទះសម្រាប់ទៅយើងឃើញថាលទ្ធផលជារូបិយដូចជាការខាតបង់នៅខូចខាតនៅថង់ mix shop កាត់បន្ថយពី 0.5% ទៅដល់ 0.4 ដើម្បីចូលធ្វើការក្នុងផលិតកម្មយើងមានអាវតាមផ្នែកនីមួយៗតាមពណ៌នីមួយៗទៅតាមផ្នែករបស់គាត់ទស្សនកិច្ចក្នុងផលិតកម្មនេះលទ្ធផលជារូបិយយើងមុនអនុវត្តស5និងក្រោយអនុវត្តស5រូបថតមនុស្សដើម្បីកុំឲ្យការដែលយើងដើរទៅរញ៉េរញ៉ៃចូលដល់កន្លែងផលិតកម្មអាចធ្វើឲ្យមានគ្រោះថ្នាក់រូបថតហើយដូចជាកង់ម៉ូតូអញ្ចឹងដាក់មកក៏អត់មានសម្រាប់ធ្នាប់ទេហើយយើងអនុវត្តហើយយើងបាត់វិធីកន្លែងនេះចឹងអាចតែសំខាន់ណាស់នៅរឿងអតិថិហ្នឹងគឺយើងត្រូវការទីកន្លែងឲ្យបានគឺសំភារៈយើងបានសិក្សាបណ្ដុះបណ្ដាលពីចាំលុយផលិតជីវផលជាច្រើនក្នុងឧស្សាហកម្មជាច្រើនផងដែរមួយរូបនិងជនជាតិហូឡង់មួយរូបមកចុះធ្វើការសិក្សាក្នុងក្រុមហ៊ុន Lily ហើយនេះđang yêu đi con bài mình trong đây là công ty trong Phnom Penh thế vì nhưng mà tận đâu ta thì play vui rồi trong con từ đâu kia đây là thôi chứ kia là nam ấy hay bên con kia nó tiền này play là tên chốt con những càng con rau càng phải mua càng họ sai khi xa sau càng nhà ở bọc phái chỉ có tốt nhưng trong số hành chơi rồi Right up. Okay. Có thay con đang chi tiết vừa ao session ấy làm vậy tại một bán. Okay, so as Like ở Ngọc Tháp Bị Bàn. in the 7 years that I've been, Sorry, Mr. Rowan. Because it's I used to work for the U.S. Embassy here on economic and commercial affairs. I think everyone knows, right? I don't have to translate. No, I think somebody does. Okay. Just con phòng cơ can tu đồng đấy chia On economic and commercial affairs. nay xin cái hay đóពាណិជ្ជកម្ម ពាណិជ្ជកម្ម ចាំមកជួយចាំ ចាមកជួយ And so I did that from 2007 to 2009, and after 2009, I left the embassy and started my own consulting business here in Cambodia. រូបឯពីឆ្នាំ2004មកដល់ពេលនេះ And so the topic that Pratna had given me today was U.S.-Cambodia relations and
really I can pretty much speak on anything. But រវាងសហរដ្ឋអាមេរិកជាមួយនឹងកម្ពុជាក៏ប៉ុន្តែបង្រួមប្រធានបទនឹងឲ្យខ្លីទៅវិញដោយសង្ខេបនិយាយត្រឹមតែយុទ្ធសាស្ត្រនៃការគ្រប់គ្រងអាជីវកម្មនេះ so many of you here are managers, I understand. Tell people what to do, or to be able to listen to the people that you talk to and gather information. What do you think is more important? បាទខ្ញុំជឿថាអ្នកទាំងអស់គ្នាដែលចូលរួមថ្ងៃនេះក៏មានដំណើរស្ដាប់ឲ្យយល់ពីអ្វីដែលពួកចង់បាន My argument is that my opinion is that it is important to be able to be able ក្នុងលក្ខណៈដែលចំអឲ្យយើងធ្វើការកាត់យ៉ាប់ណាហើយសម្រាប់គាត់បើថាការពិតគឺតែយើងជួបតែផ្លឹងផ្លែងទាំងពីរនេះមានន័យថាយើងត្រូវប្រកបថាយើងមានលុយនឹងអាចមានម៉ានក្នុងកម្រិតណាមួយអញ្ចឹងខ្ញុំជឿថាអាចស្រូបយកអ្នកវិនិយោគពីអាមេរិកមកបានប៉ុន្តែត្រូវការពេលវេលា We cannot do it just overnight to convince the US investor come here ថ្ងៃនេះក៏សូមថ្លែងអរគុណគាត់ដែរដែលគាត់លះបង់ពេលវេលាដែរដើម្បីមកឲ្យឃើញថាល្អហើយដែលយើងអាចមានឱកាសយើងទំនាក់ទំនងជាមួយខាងអាមេរិកជាមួយកម្ពុជាហើយដូចនិយាយចឹងគឺជារឿងដំបូងក្នុងការអភិវឌ្ឍមិនថាការអភិវឌ្ឍក្រុមហ៊ុន business ឬក៏ដូចជា personal កម្មវិធីដែលខ្ញុំរៀបចំលើជាមួយកណ្ដាលហ្នឹងយើងនៅបន្តមានការចែករំលែកគ្នាពាក់ព័ន្ធបទពិសោធន៍ហើយចំណេះដឹង public relationship នេះខ្ញុំគិតថាដាក់រឿងធ្ងន់ដែរហើយខ្ញុំគិតថាដោយគាត់បានជែកមុននឹងតិចដែរខ្ញុំគិតថាដោយសារយើងទៅ PR វាច្រើនខ្ញុំឃើញថា PR ដែលគេប្រើច្រើនគឺនៅលើក្រុមហ៊ុនដែលធំហើយហ្នឹងគឺគាត់ទៅធ្វើការងារ PR នេះច្រើនទៅជួបពេលសម្រាប់ PR communication គឺតាមពិតដូច PR បើតាមខ្ញុំដំល្អជាមួយយើងហើយតែចាប់ដើមគេអង្គុយពុកគេមានអីក៏មានឱកាសទៅជោគជ័យច្រើនខ្ញុំគិតព្រោះអ្នកខ្ញុំជួបមនុស្សច្រើនពេលខ្លះអ្នកខ្លះគាត់អង្គុយមកពុកយើងអត់មានអារម្មណ៍ទៅជជែកមួយគាត់ទេជាពិសេស អរគុណបងសម្បត្តិមកពី10នាក់មកដូចជា sponsor នៅកម្មវិធីនេះបងពេលបានចាំ10នាក់ជើងទៀតខ្ញុំបាច់នេះហ្នឹងហើយអូខេអញ្ចឹងយើងនិយាយពី objective យើងឡើងវិញការងារនេះគឺយើងហាងចំណេះដឹងថ្មីយើងមកស្ដាប់យើងពិចារណាយើងមិនថារៀនពីនឹងអស់ហើយតែយើងមើលអានឹងដល់ហ្នឹងសាកមើលថាវាការ productivity ទៅមកជាទូទៅនៅពេលយើងចេះបច្ចេកទេសយើងអាចថាពីមុនយើងអត់ចេះរបៀប marketing អញ្ចឹងអាចនិយាយរបស់យើងឡើង30ដង50ដងនេះជាគោលដៅរបស់យើងហើយនៅនេះយើងចង់ចែកឲ្យអស់ពីខ្លួនព្រោះនៅពេលយើងនិយាយអស់ពីចំណេះដឹងយើងចាប់ពីហ្នឹងយើងមានអារម្មណ៍ថាយើងត្រូវរៀនអីថ្មីខាងទៀតយើងរៀនពីស្ភៅយើងទៅស្រុកគេនៅពេលដែលយើងរៀនអាថ្មីហ្នឹងយើងដាក់ចូលក្រុមហ៊ុនវិញក្រុមហ៊ុនក្រុមអានោះដែលជាបង្ហាញពី root of capitalism ដែលអានឹងអាចសភៅវិស័យអីចឹងខ្ញុំពេលមើលអញ្ចឹងអត់បាយខ្ញុំវាមិនបាយទេអាវាត្រឡប់អញ្ចឹងណាឥឡូវយើងទៅ democracy យើងទៅ capital market ដែលនឹងវាដែរច្រើនជាងហើយដែលនេះបកស្រាយថាគឺខាងការមកមានសិទ្ធិដូចគ្នាប៉ុន្តែ capacity របស់គាត់អត់ដូចគ្នាខ្លះបកាខាង sale ហើយខ្លះបកាខាង IT accounting ផ្សេងៗគ្នាជាទូទៅយើងបែងចែកជាពីរជា entrepreneur ជា labor ចឹងស5ទៅក្នុងជីវកម្មរបស់អ្នកស្រីបានជោគជ័យបាទសូមអរគុណ ចំពោះការយើងអនុវត្តស5គឺតាំងពីឆ្នាំ2005រហូតមកដល់បច្ចុប្បន្នហ្នឹងចាគឺយូរណាស់ហើយហើយមុននឹងយើងបានជោគជ័យមកដល់បច្ចុប្បន្ននេះក៏មិនងាយស្រួលដែរគឺពិបាកមែនទែនក្នុងការអនុវត្តស5គឺពិបាកក្នុងការកែអត្តចរិតរបស់បុគ្គលិកកម្មករដែលគាត់ធ្លាប់តែធ្វើអីគាត់បោះចោលកន្លែងហ្នឹងគាត់ធ្វើអីហើយគាត់មិនចេះសម្អាត
ដល់ចឹងការដែលយើងធ្វើដំបូងហ្នឹងគឺស្អាតបានមួយខ្លែតទេហើយគាត់វិលត្រឡប់មកធៀបដើមទៀតដែរចឹងពេលដែលយើងទៅមើលទៅយើងស្រែកយើងបង្ហាត់បង្រៀនប្រាប់គាត់ទៅគាត់ធ្វើទៀតទៅចឹងថាមានការហត់នឿយជាច្រើនក្នុងការកែលម្អហ្នឹងប៉ុន្តែយើងព្យាយាមទៀតពន្យល់គាត់ឲ្យពន្យល់ទៀតហើយមានការដាក់បន្ទុកទៅតាមផ្នែកនីមួយធ្វើការប្រកួតប្រជែងចាដល់អញ្ចឹងទៅគាត់មានការប្រកួតប្រជែងគឺគាត់ត្រូវតែទីកន្លែងឲ្យស្អាតហើយពេលដែលយើងចុះទៅត្រួតពិនិត្យគឺយើងអត់ប្រាប់ថាយើងត្រូវម៉ោងប្រហែលត្រូវចុះទៅត្រួតពិនិត្យទេថាគឺក្នុងមួយថ្ងៃយើងអាចទៅ2 ទៅ 3 ដងដើម្បីឆែកមើលបើសិនជាកន្លែងគាត់ស្អាតយើងឲ្យបន្ទុកគាត់ច្រើនបើសិនជាកន្លែងគាត់មិនស្អាតគឺយើងអាចដកបន្ទុកគាត់អញ្ចឹងគាត់ត្រូវតែព្យាយាមដើម្បីគាត់បានរង្វាន់ប្រចាំខែចាសូមអរគុណ